Hello អ្នកនរគ្នា Welcome to the Small Alley វីដេអូថ្ងៃនេះខ្ញុំនឹងនិយាយអំពី Bloody Mary អ្នកនរគ្នាប្រកាសជាស្គាល់ហើយ Bloody Mary គឺជាខ្មៅនៅក្នុងកញ្ចក់ដែលបង្ហាញខ្លួននៅពេលដែលយើងបិទភ្លើងឲ្យងឹតហើយយើងឈរកាន់ទៀននៅខាងមុខកញ្ចក់ហើយយើងហៅឈ្មោះ Bloody Mary ចំនួន3ដងឬក៏ច្រើនជាងហ្នឹងនោះនឹងចេញវត្តមានខ្មោចមកនៅក្នុងកញ្ចក់ណាយើងឃើញហើយបន្ទាប់មកអ្នកដែលហៅឈ្មោះ Bloody Mary គឺអត់មានសុវត្ថិភាពទេបន្ទាប់ពី Bloody Mary បង្ហាញខ្លួនគឺមានអ្នកខ្លះទៅបាន Bloody Mary ខ្វះភ្នែកអ្នកខ្លះក៏ទៅបានទាញចូលក្នុងកញ្ចក់អីចឹងទៅអ្វីដែលខ្ញុំរៀបរាប់មុនហ្នឹងគឺគេដឹងសឹងតែមកពិភពលោកហើយប៉ុន្តែមានមនុស្សភាគច្រើនគឺគាត់អត់ដឹងទេថាតើ Bloody Mary គឺជានរណាហើយហេតុអ្វីបានគាត់ទៅចូលនៅក្នុងកញ្ចក់ខ្លាចជាវិញ្ញាណចងគំនុំនៅក្នុងកញ្ចក់អីចឹងអូខេឥឡូវយើងទៅស្វែងយល់ទាំងអស់គ្នា Bloody Mary ឬក៏ Mary Hell គឺជាវិញ្ញាណស្ត្រីចងគំនុំដែលគេជឿថាគាត់បានបាត់កូនហើយកំពុងតែស្វែងរកកូនរបស់គាត់ហើយនឹងបង្ហាញខ្លួនឲ្យមនុស្សបានឃើញតាមរយៈកញ្ចក់ឆ្លុះដោយការហៅឈ្មោះរបស់គាត់ដែលលើសពី3ដងចុះមកដល់ចំណុចហ្នឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នាអំពីការហៅវិញ្ញាណ Bloody Mary ជាទូទៅទោះបីជារឿងហ្នឹងទៅបានគេនិយាយតគ្នាខុសពីសាច់រឿងដើមឬក៏មិនក៏ដោយប៉ុន្តែនីតិវិធីនៃការហៅវិញ្ញាណ Bloody Mary គឺនៅតែដដែលទេជំហានដំបូងគឺត្រូវជ្រើសរើសបន្ទប់ណាមួយដែលមានកញ្ចក់នៅក្នុងហ្នឹងហើយអត់មានពអួយទេបាទនេះថាបើសិនជាយើងបិទភ្លើងទៅគឺល្ងិតឆឹងហ្មងហើយជំរើសជាទូទៅគេនឹងជ្រើសរកបន្ទប់ទឹកគឺល្អបំផុតបន្ទាប់មកគឺយើងត្រូវបិទភ្លើងឲ្យល្ងិតឆឹងហ្មងបន្ទាប់មកយើងត្រូវអុជទៀនមួយដើមបើសិនជាយើងនៅម្នាក់ឯងឬក៏នៅជាមួយមានគ្នាប្រហែលអ្នកក្នុងហ្នឹងក៏ដោយគឺយើងអុជតែមួយដើមបានហើយទៀនហ្នឹងគឺយើងអាចដាក់បញ្ឈរវានៅមុខកញ្ចក់ឬក៏យើងកាន់វាតែម្ដងក៏បានដែរហើយការអុជទៀនហ្នឹងគឺមិនមែនអុជពីក្រៅយកមកក្នុងទេគឺយើងត្រូវប្រកាសថាយើងរៀបចំមានអីទាំងអស់នៅក្នុងបន្ទប់ហ្នឹងដូចជាឈើគោឬក៏តេកេះអីចឹងសម្រាប់អុជទៀននៅក្នុងបន្ទប់ហ្នឹងយកហ្មងបន្ទាប់ពីរៀបចំឧបករណ៍អីហើយគឺយើងត្រូវសម្របខ្លួនសម្រួលអារម្មណ៍សម្របភ្នែកយើងជាមួយនឹងភ្លឺល្ងិតជាមួយទៀនហ្នឹងជំហានបន្ទាប់គឺយើងត្រូវឈរបែរមុខទៅឆ្ពោះទៅកាន់កញ្ចក់ហើយសម្លឹងទៅមើល reflection របស់យើងដែលនៅក្នុងកញ្ចក់ហ្នឹងហើយសូត្រឈ្មោះ Bloody Mary ចំនួន3ដង Bloody Mary Bloody Mary Bloody Mary បើសិនជាយើងហៅ3ដងហើយអត់មានរឿងអីកាត់ឡើងទេយើងនឹងបន្តហៅបន្តទៀតរហូតអាចនឹងដល់13ដងឬក៏អ្នកខ្លះទៀតគឺអាចនឹងឈានទៅដល់100ដងជាងក៏មានដែរតែការដែលហៅច្រើនដងហ្នឹងគឺវាខុសពីការហៅតែ3ដងការហៅតែ3ដងគឺយើងអាចហៅសំឡេងស្មើក៏បានមិនក៏បានដែរប៉ុន្តែការហៅច្រើនដងហ្នឹងភាគច្រើនគេនិយាយថាគឺគេចាប់ផ្ដើមហៅចាប់ពីសំឡេងទាបរហូតដល់យូរទៅគឺលឺខ្លាំងទៅBloody Mary 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 និយាយទៅការហៅហ្នឹងគឺអត់ច្បាស់លាស់ទេគឺអាស្រ័យទៅលើការនិយាយតគ្នាអញ្ចឹងណាប៉ុន្តែអ្វីដែលកាន់តែមានប្រសិទ្ធភាពហ្នឹងគឺការហៅពីសំឡេងទាបទៅសំឡេងខ្ពស់ហ្នឹងឯងបើសិនជាការហៅរបស់យើងមានប្រសិទ្ធភាពហើយអ្វីដែលយើងឃើញមុនគេហ្នឹងគឺនៅក្នុង reflection ក្នុងកញ្ចក់របស់យើងហ្នឹងនៅខាងក្រោយខ្នងគឺនឹងមានរូបស្ត្រីម្នាក់លេចចេញមកដែលរូបរាងរបស់គាត់គឺទឹកមុខគួយខ្លាចមែនតើទឹកមុខបែបចង់គំនុំហើយស្បែកឡើងស្រីស្លាំងភ្នែកវិញពណ៌ក្រហមដូចឈាមចឹងហើយសក់ឡើងវែងតែនតាយពេញនឹងហើយពេលនឹងហើយដែលរឿងអាក្រក់បានកាត់ឡើងចំពោះអ្នកដែលបានហៅ Bloody Mary រឿងអាក្រក់ទាំងអស់ហ្នឹងវាកាត់ឡើងបែបស្ថានខុសគ្នាប៉ុន្តែវាគួរខ្លាចខ្លាំងមែនតើដែលមនុស្សជាច្រើនបាននិយាយថាអ្នកខ្លះគេត្រូវបាន Bloody Mary ខ្វះភ្នែកយកទៅអ្នកខ្លះទៅក៏ត្រូវបាន Bloody Mary ចាប់យកចូលទៅក្នុងកញ្ចក់ហើយបាត់ខ្លួនភ្លាមអត់ឃើញទេនឹងមានអ្នកខ្លះទៀតអត់ត្រូវបាន Bloody Mary វាប្រហារផ្លូវកាយទេប៉ុន្តែទៅវាប្រហារផ្លូវចិត្តទៅវិញដោយការបង្ហាញនៅរូបភាពជាច្រើនដូចជាអនាគតនៃការស្លាប់របស់នរណាគេម្នាក់ដែលស្ថិតក្នុងសភាពដែលគួរខ្លាចមែនទែននិងរូបភាពជាច្រើនផ្សេងទៀតដែលធ្វើឲ្យអ្នកដែលមើលឃើញគឺមានអារម្មណ៍
ភ័យខ្លាចខ្លាំងរហូតដល់បាត់បង់ស្មារតីហើយដូចដែលខ្ញុំបាននិយាយមុននឹងចឹងគឺមនុស្សឡើងសឹងមកពិភពលោកហើយដែលគេដឹងរឿងទាំងអស់ហ្នឹងចុះសួរថាបើដឹងអញ្ចឹងអីធ្វើអញ្ចឹងទៅអីទៀតចម្លើយហ្នឹងគឺមនុស្សកាលពីដើមឡើយគឺគេហៅ Bloody Mary មកដើម្បីទូទាយដឹងពីអនាគតអញ្ចឹងជាពិសេសគេចង់ដឹងពីអនាគតស្វាមីគេរៀងបែបអីចឹងទៅដូចយើងបច្ចុប្បន្នទៅគ្រូទាយអញ្ចឹងដែលគេជឿថានៅពេលដែលហៅ Bloody Mary មកគឺនឹងលេចមុខ Bloody Mary មកហើយលេចមុខអនាគតស្វាមីគេមកទៀតឲ្យឃើញទៅរៀងសង្ហាចេះចោះចេះចោយអញ្ចឹងទៅតែជាអក្សរអីបែរជាត្រូវបាន Bloody Mary ធ្វើទរណកម្មទៅវិញប៉ុន្តែមកដល់ឥឡូវហ្នឹងគឺមនុស្សចាប់ផ្ដើមខ្លះជាងមុនចង់ដឹងចង់លឺច្រើនជាងជំនាន់មុនចឹងហើយក៏នាំគ្នាហៅ Bloody Mary មកមិនមែនគោលបំណងចង់ទទាយឬក៏អីគឺគ្រាន់តែគោលបំណងគឺគ្រាន់តែចង់ដឹងតែប៉ុណ្ណឹងចឹងមកដល់ចំណុចហ្នឹងហើយអ្នកនរគ្នាក៏ជាចង់ដឹងថាតើ Bloody Mary គឺជានរណាហើយមានរឿងអីកើតឡើងខ្លះចំពោះគាត់តែធ្វើឲ្យគាត់ខ្លាចជាវិញ្ញាណចងកំឡុបនៅក្នុងកញ្ចក់ដែលធ្វើទរណកម្មអ្នកដែលក៏ហៅគាត់មកអីចឹងទៅមានឈ្មោះមនុស្ស3នាក់នៅក្នុងប្រវត្តិសាស្ត្រដែលគេជឿថាអាចជា Bloody Mary ទី1គឺ Queen Mary the First នៃចក្រភពអង់គ្លេសដែលរហស្សនាមរបស់គាត់គឺជា Bloody Mary ហ្នឹងឯងកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1500ជាង Queen Mary the First ឬក៏ Mary Tudor បានបញ្ជាឲ្យធ្វើការប្រហារជីវិតទៅលើពួក Protestant ចំនួនរាប់រយនាក់ដោយការចងលើបកគោលហើយដុតទាំងរស់ហើយសកម្មភាពរបស់គាត់មួយនឹងហើយដែលធ្វើឲ្យគាត់ទទួលបានរហស្សនាមជា Bloody Mary ប៉ុន្តែមានមនុស្សជាច្រើនដែលគេជឿថាមិនមែនមានហេតុផលតែមួយហ្នឹងទេអាចនឹងមានអ្វីជាច្រើនទៅនៅពីក្រោយហ្នឹងដែលធ្វើឲ្យគាត់ទទួលបានរហស្សនាមជា Bloody Mary ហើយទៅដល់អ្នកនរគ្នាបានដឹងអញ្ចឹងថាប្រវត្តិសាស្ត្រនៃរាជវង្សអង់គ្លេសគឺអញ្ញៃខ្លាំងប៉ុណ្ណាជាពិសេសគឺ King Henry VIII គឺគាត់បានមកករឿងអញ្ញៃខ្លាំងមែនតើទៅដល់អ្នកចំនួនក្រោយមកទៀតហើយមូលហេតុតែ Queen Mary the First គាត់សម្រាប់ Protestant ដោយសារតែ King Henry VIII បានគោរពទៅកាន់ Protestant ហើយប្រឆាំងទៅនឹង Catholic ហើយ Mary ដែលជាបុត្រីរបស់ King Henry VIII គឺគាត់អត់ពេញចិត្តទេបន្ទាប់ពី King Henry VIII បានសាទិវង្គតទៅ Mary គឺព្យាយាមមែនទែនក្នុងការទទួលបានអំណាចហើយក៏បានផ្លាស់ប្ដូរចក្រភពអង់គ្លេសឲ្យកាន់សាសនា Catholic វិញនិងបានបង្កើតច្បាប់ប្រហារជីវិតដោយការចងលើបកគោលហើយដុតទាំងរស់គាត់បានប្រើវិធីសាស្ត្រប្រហារជីវិតពីរបីដងដើម្បីគំរាមទៅប្រជាជននិងអ្នកកាន់សាសនាទាំងឡាយឲ្យកាន់សាសនាកាតូលិកវិញអត់ឲ្យកាន់សាសនាប្រូតេស្តង់ទេប៉ុន្តែគាត់ក៏បានទុកឱកាសឲ្យអ្នកគោរពប្រូតេស្តង់ឲ្យទៅគោរពកាតូលិកវិញដែរប៉ុន្តែនៅតែមានមនុស្សច្រើនដែលគេមិនព្រមផ្លាស់ប្ដូរសាសនាអញ្ចឹងហើយក៏បង្កឲ្យមានប្រវត្តិសាស្ត្រមួយកើតឡើងចំពោះអ្នកកាន់សាសនាប្រូតេស្តង់គឺថា Queen Mary the First បានធ្វើការប្រហារជីវិតទៅកាន់អ្នកកាន់សាសនាប្រូតេស្តង់រហូតដល់ចំនួនជាង300នាក់ប៉ុន្តែប្រូតេស្តង់ហើយនិងកាតូលិកស្ថិតនៅក្នុងសាសនាគ្រឹះតែមួយទេគ្រាន់តែគេបែងចែកពីគ្នាចឹងបើសិនជាខ្ញុំនិយាយខុសខ្ញុំជាស្រីផងដោយសារតែខ្ញុំអត់ដឹងថាមិនចឹងខ្ញុំក៏ហៅបែបហ្នឹងទៅហើយដោយសារតែទង្វើមួយហ្នឹងឯងបានជាក្រោយពេលដែល Queen Mary the First បានសោយទាំងគាត់ទៅក៏មានមនុស្សជឿថាគាត់ខ្លាយទៅជាខ្មោច Bloody Mary នៅក្នុងកញ្ចក់ហ្នឹងឯងតែក៏មានអ្នកខ្លះក៏អត់ជឿដែរថា Queen Mary the First គឺជា Bloody Mary តែមានហេតុផលមួយទៀតដែលធ្វើឲ្យមនុស្សគិតថា Queen Mary គឺជា Bloody Mary គឺ Mary បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Philip ហើយពីខែក្រោយមកក៏ត្រូវបានប្រកាសថាមានផ្ទៃពោះប៉ុន្តែរហូតដល់ថ្ងៃកំណត់គឺអត់មានផ្ទៃពោះនោះទេវាបែរទៅជាដុំសាច់ទៅវិញគឺ Mary មានជំងឺដុំសាច់នៅក្នុងស្បូនអញ្ចឹងអ្នកនរគ្នាប្រកាសជាយល់អារម្មណ៍មួយហ្នឹងឯងដែលយើងខំសប្បាយចិត្តរាល់ថ្ងៃរំពឹងថាមានកូនកើតមកស្អាតខ្ជូក៏ឲ្យស្រឡាញ់អញ្ចឹងទៅតែជាអកុសលវាបែរទៅជាមិនមែនជាកូនបែរទៅជាជំងឺមហារីកទៅវិញហើយក្រោយមក Mary ក៏ត្រូវបានសោយទីវង្គតទៅនៅអាយុ42ឆ្នាំដោយអត់មានកូននោះទេវាក៏អាចជាហេតុផលមួយដែរដែល Mary នឹងក្លាយទៅជា Bloody Mary ដែលយើងស្គាល់នៅបច្ចុប្បន្នទី2គឺ Mary Voss គឺជាស្ត្រីអាក្បាំងដែលគេចោទប្រកាន់ថាគាត់គឺជាធ្មប់ចាប់ក្មេងៗអញ្ចឹងប៉ុន្តែឈ្មោះហ្នឹងគឺគេអត់ដឹងច្បាស់ទេថាឈ្មោះហ្នឹងគឺជាមានមនុស្សពិតប្រាកដមែនឬក៏ជាការនិយាយតៗគ្នាជាការដែលមនុស្សបដិសេធឡើងដោយទង្វើរបស់ Mary Voss គឺគាត់បានដាក់មន្តអាគមទៅលើក្មេងៗឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ដោយឲ្យគាត់សម្លឹកក្មេងទាំងអស់នោះយកឈាមទៅប្រើប្រាស់ដើម្បី
ឲ្យខ្លួនឯងស្អាតក្មេងជាងវ័យkhỏiមកដល់ពេលដែលប្រជាជនបានដឹងរឿងទាំងអស់ហ្នឹងពួកគេក៏បាននាំគ្នាចាប់ Mary Wolf ចងនៅបកលហើយដុតនាងទាំងរស់តែម្ដងហើយនៅពេលនោះនាងក៏បានស្រែកឡើងថាតែណាក៏ដោយឲ្យតែហ៊ាននិយាយឈ្មោះរបស់នាងនៅមុខកញ្ចក់គឺនាងនឹងទៅលំបន្លាយអ្នកនោះហើយលោក Bob Johnson ដែលជាអ្នកស៊ើបអង្កេតរឿងអបិយជំនឿគាត់បានបញ្ជាក់ថា Mary Wolf បានរកស៊ីជាមួយនឹងទេសកលដោយនាងបានបញ្ជូនទេសកលទៅភូមិខាងត្បូងដើម្បីឲ្យនាងបានលុយខ្លះហើយនាងក៏ធ្លាប់ធ្វើទរណកម្មនិងសម្រាប់ទេសកលណាតែបានរត់គេខ្លួនផងដែរដែលវាគឺជាផ្នែកមួយនៃការធ្វើមន្តអាគមរបស់នាងដែរតែរឿងរ៉ាវរបស់ Mary Wolf គឺអត់មានតែគេដឹងតែថានាងគឺជាមនុស្សពិតប្រាកដឬក៏ជាការដែលមនុស្សនិយាយតគ្នាបដិឡើងឬមួយក៏យ៉ាងណាស្ត្រីទី3ដែលមនុស្សជឿថាអាចជា Bloody Mary នាងមានឈ្មោះថា Elizabeth Bathory ចំពោះ Mary Wolf គេអត់ដឹងទេថានាងជាមនុស្សមែនតើឬក៏ជាការប្រឌិតប៉ុន្តែចំពោះ Elizabeth វិញគឺប្រកបណាស់គឺនាងជាមនុស្សមែនតើ Elizabeth Bathory នាងជាស្ត្រីអភិជនជាហុងកូរីដែលត្រូវបានគេចាត់ប្រកាន់ថានាងបានសម្លាប់ក្មេងស្រីនិងស្ត្រីវ័យក្មេងយ៉ាងហោចណាស់80នាក់នៅចន្លោះឆ្នាំ1590និង1610ហើយការស្លាប់ទាំងនោះគឺពិតជាគួរឲ្យអាណាធមមែនតើគឺនាងបានធ្វើទរណកម្មទៅលើជនរងគ្រោះទាំងអស់នោះដោយការដេម៉ូដចិត្តវាដោយដបងឬក៏យកដៃក្តៅមកដុតស្បែកជាដើមហើយមានមនុស្សគេនិយាយថា Elizabeth បានយកឈាមរបស់ជនរងគ្រោះយកទៅងូតដើម្បីរក្សាភាពស្រស់ស្អាតក្មេងជាងវ័យរបស់នាងនៅពេលដែលកាត់ក្តីមានអ្នកបម្រើរបស់នាងម្នាក់នោះគឺជាសាក្សីដែលនាងបានរកឃើញសភៅកំណត់ហេតុឈ្មោះជនរងគ្រោះរបស់ Elizabeth នៅក្នុងកំណត់ហេតុនោះគឺអត់មានឈ្មោះជនរងគ្រោះទាំង80នាក់ជាងទេផ្ទុយទៅវិញគឺមានរហូតដល់650នាក់ឯណោះទោះបីជាមនុស្សជាច្រើនគិតថាវាធំធេងដែរដែល Elizabeth អាចជា Bloody Mary ដោយសារតែទង្វើដ៏ខុសខើរបស់នាងប៉ុន្តែអ្នកការពាររបស់នាងគឺអត់ចូលស្របនោះទេដែលលើកឡើងថាការដែលចាប់ប្រកាន់ទាំងអស់ហ្នឹងគឺគ្រាន់តែជាការប្រឌិតឡើងដើម្បីចាប់ប្រកាន់ទៅ Elizabeth តែប៉ុណ្ណោះដោយសារតែព្រះមហាក្សត្រគឺជាពាក់លុយជាពាក់បំណុលស្វាមីរបស់ Elizabeth តែបានស្លាប់ទៅចឹងសរុបជារួមមក Bloody Mary ខ្មៅនៅក្នុងកញ្ចក់ហ្នឹងគឺយើងនៅតែអត់ដឹងទៅដែរថាគាត់គឺជានរណាគេអត់ប្រកាសគេដឹងត្រឹមថាគាត់គឺជាស្ត្រីដែលចង់គំនុំហើយបានបាត់កូនមូលហេតុមួយដែលគេដឹងថា Bloody Mary គឺជាស្ត្រីដែលបាត់កូនហើយកំពុងតែស្វែងរកកូនគឺថានៅពេលដែលយើងហៅវិញ្ញាណ Bloody Mary មកហើយនិយាយទៅកាន់ Bloody Mary ថាខ្ញុំបានចាប់កូនអ្នកឯងទៅហើយឬក៏ខ្ញុំបានសម្លាប់កូនអ្នកឯងចោលហើយបន្ទាប់ពីនិយាយហើយគឺអ្នកទាំងគ្នាដឹងហើយថានឹងមានរឿងអ្វីកើតឡើងតែទោះជាណាក៏ដោយក៏យើងនៅតែអត់ដឹងថា Bloody Mary គឺជាវិញ្ញាណមានពិតប្រាកដក៏ជាការនិយាយតគ្នានោះទេប៉ុន្តែបើគិតតាមវិទ្យាសាស្ត្រទៅគឺវាគ្រាន់តែជាជំងឺភ័យខ្លាចឬក៏ជាការបំផន់ភ្នែកដែលបញ្ចេញរូបភាពដោយខួរក្បាលរបស់យើងនៅក្នុងទីងងឹតតែប៉ុណ្ណោះដូចជាពេលដែលយើងបិទភ្នែកទៅឃើញរូបភាពផ្សេងឃើញដូចបែកអីចឹងណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណចំពោះការស្ដាប់និងបើសិនជាមានខុសឆ្គងណាមួយឲ្យនឹងខ្ញុំសូមអធិស្ឋានផងនិងកុំភ្លេចជួយ Subscribe អ្នកមួយផងណាអរគុណ